ការនេម៉ូហ្វីឡានេះច្រើនមែនតែនគេដាំ5លាន3សែនដើមចាស់ទេសភាពថ្ងៃនេះគឺធានាថាបងប្អូនពេញចិត្តស្ដោកហ្មងជាមួយនឹងវាលផ្កានេម៉ូហ្វីឡាដ៏ស្រស់ស្អាតនៅជប៉ុនណាចានៅទីនេះគេហៅថា Hitachi Kaihin-koen ចាជំរាបសួរបងប្អូនទាំងអស់គ្នានេះខ្ញុំលក្ខណៈអញ្ជើញបងប្អូនមកទស្សនាផ្ទាល់ជាមួយគ្នាឆ្លើយសំណួរបងប្អូនចាគាត់សួរថាវាលផ្កាហ្នឹងពិតជាមានមែនអត់ឥឡូវគឺនាងខ្ញុំនៅទីនេះឯងហើយផ្កាហ្នឹងគឺមានពិតមែនចានៅជប៉ុនណាគេដាំធ្វើសួនឡើងធំចឹងហ្មងឡើងវាលចាមានដូចភ្នំទួលចុះឡើងចុះឡើងអញ្ចឹងណាគ្រាន់តែដើរក៏ចុកជើងដែរចាតើតពាក់ស្បែកជើងប៉ាតាមកបានយើងអាចដើរដោយហាត់ប្រាណហាត់កីឡាអញ្ចឹងជាទូទៅចាប់ពីចុងខែ4ដល់ដើមខែ5ណាចាជាពិសេសនៅរដូវកាល Golden Week នៅជប៉ុនចាគេមានថ្ងៃជប់សម្រាកអញ្ចឹងគឺយើងអាចទៅទស្សនាផ្កាស្អាតស្អាតចាអូមានច្រើនណាស់ចាំនឹងខ្ញុំបង្ហាញជូនបងប្អូននៅវីដេអូក្រោយមានតាំងពីសួនផ្កា Fuji ក្លិនឡើងក្អូបក្អូបចាហើយផ្កានៅជប៉ុនហ្នឹងគេដាំច្រើនអញ្ចឹងហ្មងចាសម្រាប់នៅទីនេះគេដាំផ្កាកុកគាទៀតមិនមែនមានតែផ្កានេម៉ូហ្វីឡាហ្នឹងទេនៅរដូវស្លឹកឈើជ្រុះអីចេញមកឡើងពណ៌ក្រហមពេញនឹងហ្មងដូចដើមអំបោះណាបងប្អូនប៉ុន្តែយើងមកពេលនេះគឺចំផ្កាមួយនឹងហើយនេះថ្ងៃនេះ BA របស់យើងចានឹងខ្ញុំសុំថតរូបមកប៉ុសគឺគាត់ឈរឲ្យថតអញ្ចឹងហ្មងចាត្រង់ភ្លឹងគ្រប់ទងជាតិចានៅទីនេះមនុស្សមកច្រើនយើងដើរទៅចាជួបមនុស្សនេះឡើងចុះបងប្អូនមើលផ្លូវគេបត់បែនដូចយើងឡើងភ្នំដូចបើកឡានឡើងភ្នំអញ្ចឹងមិនមែនមានតែផ្កាហ្នឹងទេនៅកន្លែងនេះក៏គេមានដាំផ្កាណាណូហាណាដែរពណ៌លឿងបងប្អូនហើយខាងមុខនោះគឺតុកចាមានបងមានអីឲ្យយើងអង្គុយញ៉ាំអីចាអ្នកខ្លះគាត់បិទខ្ចប់យកបាយយកអីមកពីផ្ទះចាទិញតាមផ្លូវហើយខាងនោះមានផ្ទះបុរាណជប៉ុនបងប្អូនដបូលគេធ្វើអំពីស្បូវឡង់ក្រាស់ខ្មឹកហ្មងចាំនេះខ្ញុំបង្ហាញជូននៅវីដេអូក្រោយទៀតដោយសារតែវីដេអូយើងរៀងវែងដែរអញ្ចឹងណាឥឡូវយើងមកមើលផ្កា Nemophila មុនសិនចាផ្កានេះអ្នកខ្លះគាត់ហៅថា baby blue eyes ចាបងប្អូនធ្លាប់ឃើញផ្កានឹងអត់នៅស្រុកខ្មែរយើងប្រហែលជាអត់មានទេមើលទៅនៅក្នុងអាកាសធាតុដែលរៀងត្រជាក់ដូចថាត្រឹម15អង្សាអីផ្កានឹងរីកមកអញ្ចឹងហ្មងចាស្អាតចា15អង្សាទៅ22អង្សាអីផ្កាហ្នឹងយើងមកដល់នេះគឺវាចាប់ផ្ដើមរៀងសពូនអស់ខ្លះបងប្អូនឃើញចាកន្លែងខ្លះទៅមានពណ៌ផ្ទៃមេឃហើយកន្លែងខ្លះទៅក៏វាមានពណ៌រាងបៃតងណាខែនេះមានភ្លៀងមានអីច្រើនផងអញ្ចឹងផ្ការៀងឆាប់ខូចបងប្អូនមកដល់ទីនេះខ្យល់បក់ឡើងវូមកហ្មងចានិយាយទៅខ្យល់ខ្លាំងបងប្អូនឃើញតែផ្កាដឹងហើយចានឹងខ្ញុំមកកន្លែងនេះចង់ល្ងាវិញណាបងប្អូនដំបូងគិតថាមកខែនេះហើយអត់អីទេប៉ុន្តែដោយសារតែតំបន់នេះនៅជាប់ឆ្នេរសមុទ្រដែរខ្យល់បក់មកកាន់តែខ្លាំងហ្មងចាបើថាចេញទៅកន្លែងខ្លោងទ្វារគេបត់ចូលមកកន្លែងហ្នឹងណាគាត់ថាខ្យល់បក់ឡើងចង់ប៉ាងហើយនឹងខ្ញុំមកអញ្ចឹងត្រូវខ្យល់ត្រូវអីកដាស់ដែរតាបងប្អូនចាឡើងចង់បដូរសំឡេងចាខ្យល់រៀងត្រជាក់កាលណាយើងពាក់អាវរៀងក្រាស់បន្តិចអត់សឹកអីទេមានតែខ្លះក៏គាត់ពាក់អាវល្ងាមកដែរចាពួកគាត់ដឹងថាមកកន្លែងហ្នឹងត្រជាក់នៅជាប់សមុទ្រហើយខែនេះគឺចាប់ផ្ដើមមានខ្យល់បក់មកខ្លាំងអីអញ្ចឹងណាគ្រាន់តែឃើញវាលផ្កា Nemophila នេះហើយអារម្មណ៍ឡើងស្រស់ស្រាយសប្បាយចិត្តហ្មងមួយឆ្នាំយើងអាចមើលបានម្ដងហើយបើកឡានមកមិនមែនចិត្តណាចា highway 2ម៉ោងជាងដែរចាពីផ្ទះនេះខ្ញុំមកចំណាយពេលហើយយើងទៅមើលផ្កាមើលអីអញ្ចឹងគឺយើងត្រូវជិះឆ្លងកាត់ទីក្រុងតូក្យូហើយជិះកាត់ម្ដងគឺថាឡើងស្ទះចាត្រឡប់ទៅវិញក៏ស្ទះដែរហើយមនុស្សម្នាមកច្រើននេះដោយសារតែមានបុណ្យជាតិហ៎ចាអញ្ចឹងគេសម្រុកមកហើយកន្លែងទេសចរផ្សេងនៅក្នុងប្រទេសជប៉ុនណែនហ្មងជនជាតិជប៉ុនចាប់ផ្ដើមដើរលេងហើយតាំងពីខែ3ចាខែ3ខែ4ខែ5បងប្អូនក៏សួរថាមកលេងជប៉ុនមានអីមើលអញ្ចឹងណាបើថាចុងខែ4ដើមខែ5គឺមានផ្កា Nemophila នឹងហ្មងហើយក៏មានផ្កា Fuji មានអីចឹងទៅផ្កា Nemophila នេះគេដាំរហូតដល់ទៅ5លាន3សែនដើមអញ្ចឹងការធ្វើឲ្យផ្កានេះរីកស្រុះគ្នាគឺពិបាកមែនទែនចាគេត្រូវចំណាយកម្លាំងពលកម្មច្រើនក្នុងការដាំឲ្យចំពេលជាមួយគ្នាចាបើមិនចឹងទេរីកផ្សេងគ្នាហើយរីកមុនក្រោយដុះមុនក្រោយគ្នាហើយគេគ្រប់គ្រងផ្កាហ្នឹងគេមើលការចាលូតលាស់បានល្អឬក៏អត់ហ្នឹងគេមិនមែនប្រើកម្លាំងមនុស្សដើរមើលទេចាគឺគេប្រើដ្រូនដើម្បីទៅចេញមើលថាផ្កាដុះល្អអត់កន្លែងណាមានខូចមានអីដើរចុះដើរឡើងនៅវាលផ្កាឥឡូវមកញ៉ាំចំហួយស្មើសុខភាពផ្លែភិកសិនចានេះ BA យើងភ្លក់អីចាគាត់ថាភ្លក់នឹងចង់អស់មកប្រអស់ទៅដោយសារតែរសជាតិឆ្ងាញ់ចាគេញ៉ាំដើម្បីបំពេញបន្លែនិងវីតាមីនឲ្យរាងកាយយើងចាយើងញ៉ាំទៅបាត់ជើងទៀងទាត់ហើយស្បែកស្អាតទៀត
ចានិយាយទៅចំហុយស្មៅសុខភាពផ្លែភិកនេះរសជាតិឆ្ងាញ់ដែលក្មេងៗឬក៏មនុស្សចាស់អាចញ៉ាំបានហើយអតិថិជនរបស់នេះខ្ញុំមកមានតាំងពីភ្ញៀវនៅខាងក្រៅប្រទេសចានៅខាងអាមេរិកអូស្ត្រាលីអីគឺគាត់កំងច្រើនមែនតើហើយបងប្អូននៅខាងខ្មែរក៏គាត់កំងច្រើនដែរគាត់ថាញ៉ាំទៅឆ្ងាញ់ហើយស្រួលញ៉ាំចាពិសេសគឺជួយឲ្យស្បែកស្អាតថែមទៀតផងណាសម្រាប់ការវេចខ្ចប់ក៏ងាយស្រួលដាក់តាមខ្លួនដែរមួយថ្ងៃយើងអាចញ៉ាំមកកញ្ចប់ទៅពីរកញ្ចប់ណាចាយើងញ៉ាំជាបង្អែមលាងមាត់ក៏បានញ៉ាំម៉ោងទីថែមអីក៏បានដែរចានៅពេលដែលយើងឃ្លានទាញមកកញ្ចប់ញ៉ាំទៅដាក់តាមកាបូបស្រួលដាក់តាមកប៉ៅក៏បានដែរឬក៏កូនទៅសាលាអីក៏ដាក់ទៅតាមខ្លួនញ៉ាំបានដែរចាឬក៏អ្នកខ្លះគាត់ចង់ diet នៅពេលល្ងាចអីគាត់ញ៉ាំបន្ថែមវីតាមីនឲ្យរាងកាយនៅពេលល្ងាចចាហើយសម្រាប់នាងខ្ញុំថ្ងៃនេះគឺសប្បាយចិត្តមែនតើបានមកមើលផ្កាទេសភាពអីចឹងណាបងប្អូនមុននឹងមកហ្នឹងគឺគុនគូមើលថ្ងៃណាបងប្អូនចាគេមើលឧតុនិយមថាតើមានភ្លៀងមានអីអត់ចាមកទីនេះគឺថាមេឃស្រឡះឡើងស្អាតហ្មងចាមើលតទេសភាពតាមផ្លូវហ្នឹងក៏យកទៅណាមអស់ចាស្អាតខ្លាំងមែនតើហ្មងខែហ្នឹងស្លឹកឈើចាប់ផ្ដើមលាស់មកវិញអរគុណច្រើនយើងជួបគ្នានៅវីដេអូក្រោយទៀតចាមានភាគបន្តជម្រាបលា